ថ្ងៃនេះយើងមានម្ហូប2 ទៅ 3 មុខពី3មុខណាហើយយើងសតតែឆាក្តៅទាំងអស់យើងដាក់គ្រឿងសិនមានប្រេងខ្យងមានម្សៅស៊ុបមានម្ទេសឆាមានទឹកស៊ុបលាយចូលគ្នាហើយយើងកូរវាបន្តិចហើយយើងដាក់សាច់យើងចូលអញ្ចឹងណាបងប្អូនបាទហើយថែមម្ទេសទៀតបាទគេថាទីមួយនេះយើងឆាក្តៅសាច់គោបាទលាយខ្យងខ្លះលាយអីខ្លះឲ្យសារតែគាត់ត្រូវការលាយគ្នាមានទាំងពោះវៀនពួកអីកែបអីនោះលាយគ្នាពេញហ្នឹងបាទឥឡូវយើងថែមទឹកស៊ុបនេះឲ្យខ្លោចបងប្អូនយើងថែមតិចមកបាទនេះឆ្នាំទី1ណាឆ្នាំទី1យើងឆាក្តៅតម្រោះមកមានកែបមានគ្រឿងក្នុងមាន់មានឈាមមាន់មានកញ្ចងមានខ្យងមានអីចឹងណាបងប្អូនបាទហើយដាក់ថែមស្លឹកម្រះព្រៅដោយសារគាត់ចង់បានស្លឹកម្រះព្រៅច្រើនក៏យើងថែមស្លឹកម្រះព្រៅឲ្យច្រើនឲ្យច្រើនតិចទៅចឹងណាបាទដល់ឆាត្រឡប់មកឲ្យបន្លែវាទុនឲ្យវាស្ពូនមកឥឡូវយើងនេះវាឆ្អិនហើយឥឡូវនេះយើងដល់ឆ្នាំទី2យើងឆាក្តៅកងកែបម្ដងបងប្អូនតោះលាយគ្រឿងដូចមិញដែរមានម្សៅស៊ុបមានស្ករបន្តិចមានប្រេងខ្យងមានម្ទេសឆាជាងលាយតិចណាបងប្អូនផ្សំគ្រឿងវាដាក់ទឹកសោះតិចមកបាទយើងកូរវាសប់យើងដាក់សាច់យើងចូលយើងថែមម្ទេសបន្តិចឲ្យវារីងហឹលសាច់ចង្ការរីងហឹលដែរឆាក្តៅតែអត់ហឹលឆ្ងាញ់ទេហើយដាក់កែបយើងចូលមកបាទសាច់កងកែបដាក់កងកែបយើងចូលបាទហើយយើងកូរវាតិចមករួចហើយយើងដាក់ស្លឹកម្រះព្រៅយើងចូលមុនបងប្អូនដោយសារយើងឆាមួយខ្សឹងទៀតចឹងយើងដាក់ម្រះព្រៅយើងចូលមុនបាទយើងដាក់ម្រះព្រៅតិចដែរដោយសារប្រជាគាត់ចង់បានច្រើនយើងដាក់តិចដែរអញ្ចឹងណាបាទតោះឥឡូវយើងដាក់ទឹកថែមតិចកុំឲ្យវាខ្លោចដល់វគ្គយើងកូរវាទៀតយើងកូរវាបន្តិចមកឲ្យវាសពូនស្លឹកម្រះព្រៅមកចាំយើងដាក់បន្លែយើងចូលបាទឥឡូវនេះយើងដាក់បន្លែចូលហើយដោយសារតែវាជាប្រភេទបន្លែឆាប់សពូនណាវាជាខ្សាំងទៀបត្រឡប់ចុះត្រឡប់ឡើងក៏សពូនអស់ឆ្អិនមកបងប្អូនបាទឆាក្តៅម្រះព្រៅជាមួយនឹងខ្សាំងទៀបបាទកងកែបឥឡូវនេះយើងសពូនហើយយើងថែមទឹកតិចមកវាខ្លោចពេកក៏យើងថែមទឹកវាបន្តិចទៀតឥឡូវនេះវាឆ្អិនហើយឥឡូវយើងចូលឆ្នាំទី3បាទឆ្នាំទី3យើងថែមសដូចបាញ់លាយគ្រឿងដូចបាញ់បងប្អូនខុសគ្នាទេឆាក្តៅបាទយើងកូរវាតិចមកបាទឥឡូវយកឆាក្តៅខ្យងជាមួយនឹងកងកែបបាទឥឡូវដាក់ម្ទេសចូលបន្តិចទៀតយើងដាក់ខ្យងមុនយើងដាក់ខ្យងយើងចូលបាទហើយយើងថែមកងកែបយើងមកវែកទៀតមកបាទយូមកតំណបងប្អូនជាតិបដ ாய் បាទដាក់ទឹកខួនចូលបងប្អូនបាទយើងដាក់ទឹកខួនយើងចូលយើងត្រឡប់ឡើងឲ្យវាចូលគ្រឿងចូលតិចមកយើងថែមទឹកបន្តិចទៀតកុំឲ្យវាខ្លោចបាទត្រឡប់ឡើងបងប្អូនបាទចិត្តឆ្អិនហើយស្ពូនឡើយយើងមិនយូរទេឆាក្តៅទឹកខួនមកយើងបាទយើងត្រឡប់ពេលទៀតមកហើយយើងកូរទៅកូរមកណាឲ្យវាសប់ណាឲ្យវាទុនណាឲ្យវាចូលជាតិជាមួយទឹកខួនណាដោយសារទឹកខួនវារៀងរឹងដែរវាមិនដូចខ្សាំងទៀបមិញទេបាទតោះលេចទុកវាបន្តិចសិនឲ្យវារៀងសពូនបន្តិចសិនបាទចាំយើងថែមម្រះព្រៅបាទអូខេតោះឥឡូវដល់វគ្គយើងថែមម្រះព្រៅហើយដាក់ម្រះព្រៅយើងចូលបាទដល់វគ្គបញ្ចប់ហើយបាទដល់ម្រះព្រៅហើយឥឡូវយើងទុកវាឲ្យរៀងនេះតិចមកបងប្អូនឲ្យវារៀងសពូនតិចមកឥឡូវយើងដួសដាក់ចានតែម្ដងបាទចំពោះវីដេអូធ្វើម្ហូបចឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាជម្រាបលាបាយបាយ